តើមើលរឿងអាណាបែប៉ុន្តែអត់ដែលដឹងថាសាច់រឿងរបស់អាណាបែនឹងបែបណាថ្ងៃហ្នឹងខ្ញុំមកបកស្រាយជាមួយនឹងអ្នកទាំងអស់គ្នាហើយក៏បានតែងខ្លួនរបៀបជាអាណាបែផងដែរតោះដល់សាច់រឿងយើងរឿងហ្នឹងគឺបានកើតឡើងទៅលើស្ត្រីម្នាក់ដែលគាត់ជានិស្សិតពេទ្យណាគាត់មានឈ្មោះថាឌីត្រេគឺគាត់បានស្នាក់នៅបន្ទប់ជួលអាផាតមិនមួយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលក្នុងបន្ទប់នោះគឺមាន2បន្ទប់អញ្ចឹងណាយើង private រៀងខ្លួនតែគ្រាន់ថាយើងនៅមួយគ្នាហើយនៅថ្ងៃខួបកំណើតរបស់គាត់ម្ដាយរបស់ឌីត្រេហ្នឹងគឺបានទិញតុក្កតាមួយឲ្យនាងហើយនាងគឺសប្បាយចិត្តមែនតើអ្នកទាំងគ្នាស្រឡាញ់តុក្កតាហ្នឹងខ្លាំងមែនតើដល់ថ្នាក់ថាទុកនៅលើក្បាលតនេជារៀងរាល់យប់ឲ្យតែដេកគឺទុកលើក្បាលតនេយើងគេអញ្ចឹងណាហើយស្រាប់តែពេលព្រឹកមួយនាងបានចេញទៅធ្វើការហើយនាងបានទុកតុក្កតាហ្នឹងនៅកន្លែងដដែលគឺបានដកចេញទាំងអស់តែស្រាប់តែមកពីធ្វើការវិញលេងតុក្កតាហ្នឹងគឺមិននៅលើក្បាលក្រែរបស់នាងទេស្រាប់តែនៅកន្លែងផ្សេងហើយដៃមានសភាពថាដូចមានគេលេងលឿនថាអ្នកទាំងអស់គ្នាដែលលេងតុក្កតាបាប៊ីឯងដៃយើងពុតឡើងលើចុះក្រោមឯងបានទាំងអស់អញ្ចឹងណាតុក្កតាហ្នឹងពេលដែលមុននាងចេញពីធ្វើការហ្នឹងគឺនាងបានដាក់ធម្មតាដាក់អង្គុយធម្មតាអញ្ចឹងណាស្រាប់តែមកវិញដូរកន្លែងហើយដៃជើងគឺលឿនថាលើកឡើងទាំងអស់ដូចមានគេលេងហើយអញ្ចឹងហើយនាងក៏បានសួរមិត្តភ័ក្តិនៅក្នុងបន្ទប់ជួលរបស់នាងថាមានបានលេងតុក្កតាខ្ញុំមកតុក្កតាខ្ញុំដូរកន្លែងអីចឹងណាហើយនាងថាគឺអត់បានប៉ះទេហើយនាងហ្នឹងក៏បានថាអីប្រហែលជាយើងក៏ច្រើនទៅហើយស្អែកឡើងទៀតនាងបានតុក្កតាហ្នឹងនៅលើខែទៀតលើក្បាលខែកេកណាប៉ុន្តែពេលដែលមកពីធ្វើការវិញតុក្កតាហ្នឹងគឺដូរកន្លែងគឺតុក្កតាហ្នឹងគឺដូរទៅកន្លែងផ្សេងដូរទៅជាកន្លែងផ្ទះបាយវិញណាបងប្អូនអញ្ចឹងឌីត្រេចាប់ផ្ដើមមានចិត្តកើតកូនចិត្តសង្ស័យថាតុក្កតាហ្នឹងប្រហែលជាមានបញ្ហាអីមួយឯងដូចវាដើរខ្លួនឯងអញ្ចឹងណាហើយស្រាប់តែប្រហែលថ្ងៃក្រោយមកឌីត្រេហើយនឹងមិត្តភក្តិឌីត្រេហ្នឹងមកពីធ្វើការវិញស្រាប់តែនៅមាត់ទ្វារបានឃើញកូនកដាស់មួយទៅសេថាជួយខ្ញុំផងហាត់មីរបៀបអញ្ចឹងណាហើយពីរអ្នកហ្នឹងរបៀបថាឌីត្រេមិត្តភក្តិហ្នឹងគឺភ័យអ្នកទាំងគ្នាអញ្ចឹងចាប់ផ្ដើមដឹងអីហើយក៏បានយកតុក្កតាដែលម្ដាយខ្លួននឹងទិញឲ្យនឹងយកទៅឲ្យគ្រូរបៀបចូលរូបមួយមើលថាតុក្កតាហ្នឹងកើតអីមែនបានជាចេះដើរខ្លួនឯងជាពិសេសនោះគឺបានសរសេរសម្បត្តិមួយថាជួយខ្ញុំផងទៀតហើយពេលដែលទៅដល់កន្លែងគ្រូចូលរូបហ្នឹងគ្រូនឹងបានប្រាប់ថាតុក្កតាហ្នឹងគឺមានវិញ្ញាណសន្ធិដ្ឋអីហើយវិញ្ញាណនោះគឺមានឈ្មោះថា Annabelle ហើយវិញ្ញាណហ្នឹងគឺឯកាខ្លាំងគឺចង់ឲ្យជាមួយខ្លួនទើបខ្លួនចូលមកសន្ធិដ្ឋតុក្កតាហ្នឹងហើយដោយសារមានចិត្តអាណិតអាសូរទៅដល់ព្រលឹងនឹងមែនតែនពេលដែលលើគ្រូថានាងឯកានាងត្រូវការអ្នកនិយាយជាមួយអញ្ចឹងណាសម្រាប់ចិត្តមួយដ៏ខុសមែនតែនអ្នកទាំងគ្នាគឺមិនឲ្យលោកគ្រូនឹងដកវិញ្ញាណនឹងចេញពីតុក្កតាហ្នឹងទេគឺឲ្យលោកគ្រូនឹងទុកវិញ្ញាណក្នុងហ្នឹងទៅដើម្បីឲ្យអាណាបែហ្នឹងបានលេងជាមួយនាងអញ្ចឹងណានិយាយទៅការសម្រេចចិត្តហ្នឹងគឺខុសមែនតើពេលដែលទៅដល់ផ្ទះគេអោបតុក្កតាហ្នឹងដោយធម្មតាដោយក្តីស្រឡាញ់អញ្ចឹងណាប៉ុន្តែស្រាប់តែងើបមកពេលព្រឹកឃើញដៃតុក្កតាហ្នឹងប្រឡាក់សុទ្ធតែឈាមនៅដល់គ្នាពេលហ្នឹងគឺដោយសារតែគាត់ភ័យដែរគឺគាត់បានទេហៅខាលហ្នឹងមកគេងជាមួយគាត់មួយយប់កុំឲ្យគាត់ភ័យអញ្ចឹងណាឲ្យគាត់ ready ជាមួយនឹងមិត្តភ័ក្តិថ្មីរបស់គាត់ដែលមានឈ្មោះថា Annabelle ហ្នឹងហើយពេលដែលខាហ្នឹងមកដល់ apartment របស់ Deirdre ហ្នឹង Deirdre រកប្រាប់ថាខាកុំប៉ះពាល់ជាមួយនឹងតុក្កតា Annabelle ហ្នឹងដោយសារតុក្កតាហ្នឹងគឺមានវិញ្ញាណប៉ុន្តែ Deirdre គឺអត់បានប្រាប់ទេខាចូលមកមានសភាពឆេឆាវអ្នកទាំងអស់គ្នាដូចមនុស្សខឹងមកពីណាដូចគេចូលសន្ធិដ្ឋគាត់អញ្ចឹងគឺគាត់បានគប់តុក្កតា Annabelle ហ្នឹងពេញមួយចំផឹងមកអ្នកទាំងគ្នាគឺគាត់ចាប់យកតុក្កតាហ្នឹងបញ្ជ្រួលជើងឡើងលើហើយបោះនៅជញ្ជាំងតែម្ដងហើយពេលនោះលើទ្រូងខាលអ្នកទាំងគ្នាមានអារម្មណ៍ថារបៀបថាដូចមុតចឹងណាដេតយេក៏បានមើលទៅស្រាប់តែឃើញស្នាមឆោតជា4ណាអ្នកទាំងគ្នាដូចមានកូនក្មេងឬក៏បិសាចអ្វីមួយកញ្ញើខាលកន្លែងហ្នឹងចឹងណាដោយសារតែតុក្កតាហ្នឹងគឺវាកាយសាហាវខ្លាំងពេកធ្វើឲ្យដំណឹងនេះលេចលឺទៅដល់ប្តីប្រពន្ធមកគូដែលប្តីមានឈ្មោះថាអេតប្រពន្ធមានឈ្មោះថាឡូរ៉ែនប្តីប្រពន្ធមកគូហ្នឹងគាត់គឺជាគ្រូរបៀបថាចូលរូបដែរអ្នកទាំងគ្នាហើយពេលដែលគាត់រៀបទៅផ្ទះ Deirdre ហ្នឹងគឺគាត់បានអញ្ជើញ Father ដែលជាលោកឪពុកនៅក្នុងយេស៊ូគ្រីស្ទហ្នឹងមកជួបជាមួយនឹង Deirdre ផងដែរគ្រាន់តែ Father ឈានជើងចូលទៅក្នុងបន្ទប់របស់ Deirdre ភ្លាមណាលោកឪពុកហ្នឹងគឺដូចខាលចឹងអ្នកទាំងគ្នាគឺគាត់ឆេឆាវមួម៉ៅយកតុក្កតាហ្នឹងគឺវែងពេញបន្ទប់
គាត់បានសូត្រធម៌ថាព្រះហាមានអំណាចជាងបិសាចដោយអស់លទ្ធភាពឌីត្រេគឺបានបកគលតុក្កតាអាណាបេហ្នឹងទៅឲ្យព្រះប្រពន្ធហ្នឹងដោយព្រះប្រពន្ធហ្នឹងមកផ្ទះឌីត្រេហ្នឹងគឺជិះឡានផ្សេងគ្នាអញ្ចឹងធ្វើឲ្យប្រពន្ធដែលមានឈ្មោះថាឡូរ៉ាហ្នឹងគឺជិះឡានទៅមុនប្តីហើយប្តីដែលមានឈ្មោះថាអេសហ្នឹងគឺបានយកតុក្កតាអាណាបេដាក់នៅកវីនមុខរបៀបថាដាក់នៅកន្លែងអង្គុយមួយទៀតខាងស្ដាំដៃអញ្ចឹងហើយគាត់បើកឡានទៅផ្ទះហើយពេលដែលគាត់ជិះឡានទៅផ្ទះហ្នឹងអ្នកតាគ្នានឹងមកទេគឺគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយការបុកដើមឈើប៉ុន្តែគឺគាត់អត់មានគ្រោះថ្នាក់អីដល់ជីវិតទេអ្នកតាគ្នាពេលដែលលោកអេហ្នឹងគាត់មកផ្ទះគឺគាត់បានប្រាប់ប្រពន្ធថាពេលដែលបងជិះតាមផ្លូវមិញគឺបងបានជិះបុកដើមឈើមូលហេតុនោះដោយសារតែតុក្កតាអាណាបេហ្នឹងគឺបងបានដាក់នៅស្នាមដៃពេលដែលបងមើលផ្លូវមើលកញ្ចក់ទៅខាងក្រោយស្រាប់តែឃើញអាណាបេហ្នឹងនឹងអង្គុយក្រោយបងអញ្ចឹងធ្វើឲ្យមូលហេតុហ្នឹងបងរេចកោទៅបុកដើមឈើហើយធ្វើឲ្យព្រះប្រពន្ធនោះគឺបានយកតុក្កតាអាណាបេហ្នឹងទុកនៅក្នុងសារមន្ទីរមួយដោយមានការដាក់ឈើនៅឈើរបៀបថាទុកតុក្កតានៅក្នុងឈើអ្នកតាគ្នាហើយបានទៅសេពាក្យមួយថា Don't no panic កុំបើកវាអញ្ចឹងណាហើយស្រាប់តែប្រហែលឆ្នាំក្រោយមានមនុស្សប្រុសម្នាក់គឺគាត់បានគិតថាប្តីប្រពន្ធនឹងគឺមានការបោកប្រាស់ទៅមនុស្សមហាជនអីអញ្ចឹងណាឲ្យចាប់អារម្មណ៍ជាមួយនឹងសារមន្ទីររបស់ខ្លួនហើយគាត់នឹងគឺបានហៅសង្សារគាត់នឹងមកមើលជាមួយនឹងតុក្កតាអាណាបេនឹងរបៀបថាមកមើលសារមន្ទីរអីអញ្ចឹងណាអ្នកនរគ្នាពេលដែលមកមើលហើយពីអ្នកសង្សារហ្នឹងគឺបានចេញទៅផ្ទះវិញហើយនិយាយឲ្យអាក្រក់ៗពីគ្រួសារហ្នឹងអីអញ្ចឹងណាហើយពេលដែលជិះតាមផ្លូវរឿងដែលគួរឲ្យមិនជឿអ្នកនរគ្នាគឺពីរអ្នកហ្នឹងគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទាំងពីរនេះហើយជាមូលហេតុដែលលោកអេតនិងអ្នកស្រី Lauren មិនមានការបើកឲ្យអ្នកណាចូលមកទស្សនានៅសារមន្ទីររបស់ខ្លួនទៀតទេនេះគឺបានកន្លងផុតទៅជាយូរមែនតែនហើយតុក្កតានេះសប្តាហ៍ថ្ងៃគឺបានទុកនៅកូនវិសារបស់លោកអេតនិងអ្នកស្រី Lauren ហ្នឹងគឺគាត់បានរក្សាទុកអញ្ចឹងណាដោយសារតែលោកអេតគឺគាត់បានទទួលមរណភាពឆ្នាំ2006ហើយអ្នកស្រី Lauren គឺគាត់បានទទួលមរណភាពឆ្នាំ2019អញ្ចឹងធ្វើឲ្យកូនប្រសាររបស់អ្នកស្រី Lauren និងលោកអេតគឺគាត់ជាអ្នកកាន់កាប់ជាមួយនឹងតុក្កតាអាណាបេនោះហើយសារមន្ទីរហ្នឹងគឺមិនមានការបើកឲ្យភ្ញៀវជាតិឬក៏អន្តរជាតិណាមកទស្សនាទេដោយសារតែខ្លាចមានបញ្ហាអ្នកតាគ្នាហើយមួយទៀតអ្នកតាគ្នាសាច់រឿងហ្នឹងគឺបានចប់ហើយខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងអាណាបេនៅក្នុងសាច់រឿងជាមួយនឹងធាតុពិតអ្នកតាគ្នានៅក្នុងសាច់រឿងអាណាបេដែលគេផលិតឡើងនៅក្នុងរឿង Conjuring ឬក៏ The Nun ហ្នឹងគឺគេបានតែងខ្លួនឲ្យអាណាបេហ្នឹងមានសក់ក្រងមានភ្នែកខ្មៅមានបបេមាត់រាងខ្មៅអញ្ចឹងណាអាហ្នឹងគឺជាការច្នៃប្រឌិតរបស់គេប៉ុន្តែតុក្កតាអាណាបេស៊ីនណាអ្នកតាគ្នាគឺដូចខ្ញុំដាក់នេះអាហ្នឹងគឺជាតុក្កតាអាណាបេស៊ីនមកអ្នកតាគ្នាអញ្ចឹងថ្ងៃហ្នឹងសាច់រឿងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចឲ្យបេះដូង follow TikTok ខ្ញុំនិង follow IG ខ្ញុំផងជួបគ្នាវីដេអូក្រោយណាបាយបាយ